បាទនេះបងប្អូនចង់ណែនាំសាលាគំរូមួយនៅខេត្តព្រះវិហារបងប្អូនជនបទដាច់ស្រយាលគឺថាគំរូយ៉ាងម៉េចបងប្អូនគឺថាជាប់ចំណាត់ថ្នាក់បាទបាក់ឌុបឆ្នាំទៅ97%បងប្អូន97%នៅបាទវិទ្យាល័យស្រយ៉ង់បាទស្រុកស្រយ៉ង់ចិត្តប្រាសាទកោះកេរបងប្អូនខ្ញុំសង្ស័យថាក្មេងៗហ្នឹងវាប្រកែរៀនបាទឆ្លាតសង្ស័យថាសិតតែកូនចៅអ្នកធ្វើប្រាសាទកោះកេរហើយយ៉ាងមកទៅបាទឥឡូវខ្ញុំទៅសួរនាយកសាក់មើលថាតើកតាអីខ្លះដែលធ្វើឲ្យសាលារបស់គាត់នោះថាជោគជ័យជាសាលាគំរូបាទប្រចាំខេត្តព្រះវិហារតែម្ដងបងប្អូនបាទតាមមានកតាយខ្លះដែលធ្វើឲ្យបាទសាលារបស់គាត់នោះគាត់ថាជាប់ចំណាត់ថ្នាក់បាទជាប់អាដុកវាខ្លាំងមែនទែនបងប្អូនតោះមកទៅសួរគាត់ទាំងអស់គ្នាបងប្អូនចាំមើលបាទជំរាបសួរលោកគ្រូបាទថ្ងៃនេះគឺថាមកដល់សុកឆ្ងាយណាគ្រូអើយបាទមកឆ្ងាយហើយបានជួបលោកគ្រូហើយមើលគ្រូស៊ូមើលបាទលោកគ្រូធ្វើយ៉ាងម៉េចបានជាសិស្សលោកគ្រូជាប់អត្រាភាគរយជាប់ច្រើនមែនគ្រូរហូតដល់បាទជិត 100% គ្រូ97%ឆ្នាំទៅជាប់ខ្លាំងមែនតើល្អមែនតើគ្រូមើលគ្រូចែករំលែកបទពិសោធន៍ឲ្យយកផ្សេងទៀតគាត់រៀនសូត្រតាមផងមើលគ្រូបាទមិនដែរបាទគ្រូបាទហើយតាមពិតទី1កតាគ្រូបាទគ្រូគាត់ជំរុញសិស្សឲ្យគាត់សិក្សាមើលទៅលើថាតើសិស្សណាដែលរៀនខ្សោយគាត់ជួយជំរុញពេញបន្ថែមទី1ហើយទី2ទៀតសិស្សខ្លួនគាត់ផ្ទាល់បាទសិស្សគាត់បើគ្រូប្រាប់ថាខ្សោយអីហើយចឹងជំរុញឲ្យគាត់សិក្សាមុខវិជ្ជាដែលគាត់ខ្សោយហ្នឹងបន្ថែមទៀតចឹងក្មេងៗយើងនៅស្រុកស្រយ៉ង់របស់យើងនេះនៅសាលាលោកគ្រូចូលចិត្តរៀនសូត្រចឹងចូលចិត្តរៀនសូត្រចិត្តរៀនបាទចិត្តរៀនបាទភាគចឹងកូនអ្នកចំការកូនអ្នកស្រែគ្រូមែនទេបាទអ្នកគាត់ចូលចិត្តរៀនតែសំខាន់គឺគាត់ជួយចិត្តឲ្យលោកគ្រូនេះចឹងកតាគ្រូកតាសិស្សក៏ចង់រៀនគ្រូក៏ចង់បង្រៀនតែមួយទៀតកុំភ្លេចកតានយោបាយដែរមែនទេបាទជួយជំរុញពួកគាត់ដែរជួយមើលជួយថាដែរបាទអូហ្នឹងហើយបាទនេះកតាធំនេះកតាធំនៅក្រោយអ្នករុញនៅក្រោយនេះអ្នកដឹកនាំមកខ្លាំងហ្នឹងបងប្អូនមិនធម្មតាណាសាលានៅជនបទដាច់ស្រយាលហើយអាចប្រឡងបាក់ឌុបនៅព្រះវិហារបាទឆ្នាំទៅជាប់97%មិនធម្មតាទេបាទគួរឲ្យសរសើរបានយកគាត់ដឹកនាំល្អមែនទែនតែបីក្មេងទេគេដែរមិនធ្វើបាទណាដឹកនាំបីក្មេងបានដែរខ្លាំងបាទសិស្សគឺថាគាត់ថាកតាមានតែ3ទេបាទខ្ញុំគាត់ថាមានតែ2បាទខ្ញុំថែមឲ្យមួយទៀតបាទថែមមួយទៀតបាទគាត់ថាមកពីគ្រូគាត់ខំបរៀននៅនេះដុតដៃដុតជើងបាទហើយសិស្សគាត់ចង់រៀននៅនេះក្មេងៗនេះថាចង់រៀនប៉ុន្តែថាសំខាន់មួយទៀតនេះបាទឆ្នាំនៅក្រោយនេះបាទដឹកនាំនេះហើយថាដឹកនាំលើទៀតអញ្ចឹងគ្រូណាបាទជំរុញលើកទឹកចិត្តឲ្យគ្រូខំដែរតែមន្ទីរទាំងកាយឡៃសាច់ឡៃបាទអូល្អមែនទេហើយនៅក្នុងមូលដ្ឋានគឺគាត់ចូលរួមច្រើនដែរបាទអាញាធរអីហ្នឹងបាទកូនចៅពុកម្ដាយអីចឹងបាទយើងប្រជុំរៀងរាល់ខែយើងប្រាប់គាត់ឲ្យគាត់ជួយមើលខែព្រោះក្នុងសាលាយើងមើលបានទៅក្នុងសាលាទេបាទអញ្ចឹងឲ្យគាត់តាមដានគូគាត់បន្ទាប់ពីចេញពីសាលាឬក៏ចេញពីផ្ទះហ្នឹងតើគាត់មានបានតាមដានអត់អញ្ចឹងណាបាទគាត់ជួយតាមដាននឹងដែរល្អណាស់គ្រូបាទបន្ថែមមួយទៀតគឺតាក់ទងទៅនឹងពេលដែលសិក្សារៀនសូត្រនៅក្នុងសាលាគឺសាលាមិនអនុញ្ញាតឲ្យយកទូរស័ព្ទចូលប្រើប្រាស់នៅក្នុងម៉ោងសិក្សាទេបាទទី1ហើយទី2ទៀតតាក់ទងទៅអាណាព្យាបាលយើងបានប្រជុំពិភាក្សាជាមួយគាត់ថាទូរស័ព្ទគឺមិនអនុញ្ញាតឲ្យយកមកទេហើយមួយទៀតក៏អាណាព្យាបាលគឺគាត់ឯកភាពហើយឲ្យគាត់តាមដានភាគច្រើនឯកភាពប៉ុនមានដាបេដាខ្លះក៏គាត់បាក់ចិត្តដែរបាទអត់ចិត្តដែរបាទមូលហេតុអីគឺបានគាត់ថាករណីខ្លះករណីដែលគាត់នេះគាត់ថាតំណតំណងគាត់ទៅជាការអីចឹងទៅគាត់ត្រូវតាក់ទងមកកូនមកអីចឹងទៅគាត់ថាដឹងតាក់ទងតាមណាអីចឹងទៅដល់ពេលចឹងលោកគ្រូដោះស្រាយថាប្រាប់គាត់ថាដោះស្រាយគឺកាលណាដែលចង់មកតាក់ទងគឺលេខរបស់សាលាគឺមានលេខសាលាមានអាចតចឹងទៅបាទខលមកគ្រូក៏បានដែរឬក៏យុរងបាទអាចខលមកបានហើយសិស្សនៅហ្នឹងបើសិនជាគាត់ចង់តាក់ទងទៅពុកម្ដាយទៅអីគឺគាត់អាចនឹងមកតាក់ទងទៅនឹងវិជ្ជាការមកទេទៅយើងនឹងទេទៅជួបគាត់បាទលក្ខណៈមួយចូលការរៀនសូត្រព្រឹកឬតែមួយពេលទេឬពេញមួយថ្ងៃមកគ្រូពេញមួយថ្ងៃបាទពេញមួយថ្ងៃបាទមានថាទាំងព្រឹកទាំងល្ងាចយើងរៀនបាទនេះបងប្អូនបាទកតាជោគជ័យឲ្យជួបបាក់ឌុបច្រើនបាទរៀនពេញមួយថ្ងៃសាលាគាត់រៀនពេញមួយថ្ងៃព្រឹកផងល្ងាចផងហើយសំខាន់មួយទៀតគឺអត់ឲ្យយកទូរស័ព្ទចូលទេអត់ប្រើទូរស័ព្ទទេគឺសិស្សគឺថាដឹងតែផ្ដោតលើការយកចិត្តទុកដាក់រៀនហ្មងចឹងគ្រូណាអូល្អមែនតើគ្រូចង់ឲ្យសាលាទូទាំងប្រទេសធ្វើតាមដូចគ្រូចឹងដែរដឹងតែជាប់បាក់ឌុបច្រើនណាគ្រូបានមែនណាបាទហើយឆ្នាំនេះឥឡូវខ្ញុំមកជួបផ្ទាល់ហើយបាន 100% មកគ្រូបាទអត់មានថាទេគ្រូដឹងមិនទេជាមួយជាក់ស្ដែងសិនបាទខ្ញុំមានអែបនេះកងសែនគ្រូអាចចូលប្រើបានហើយកូនសិស្សធ្វើទៅគេថាដឹងតែជាប់ 100% មកទៅនេះបាទជូនពរគឺបានជាប់ 100% មកគ្រូបាទ